ហើយជាពិសេសហើយគូទី4គឺជាគូឯកអញ្ចឹងទស្សនាគូទី3សិនហើយជាការជួបគ្នារវាងកីឡាករនីចន្ទរាមកមុខគាត់រាជសីរតនមកពីក្លឹបរាជសីខេត្តរតនគិរីហើយជាមួយគូនសវណ្ណមកពីក្លឹបសុភីនុមានជ័យយ៉ាកែបត់ឆ្វេងមួយទៀតល្អណាស់បាទចន្ទរាចាប់ដើមភ្លាមបាទបង្ហាញអំពីបច្ចេកទេសដែលភ្លាមទៀតគាត់យ៉ាងណាមិនទាន់ប្រកាសថាចន្ទរាឬក៏គួនសវណ្ណនៅឡើយទេពួកកោរៀងរើបាក់បែបគ្នាគីឡូ51ដូចគ្នាជាជើងឆ្វេងមួយត្រូវទៅល្អិលជើងទៅពេចទៅវិញបានតែជាយមដើរស្ដៅសម្រាប់បាទស្មោះមួយជើងកំជុំឆ្វេងលោកអិនតាមរិនអាជាយ៉ាងកណ្ដាលគាត់ថាបែកគ្នាទៅកណ្ដាលទេសម្រាប់តែម្ដងគាត់ឆ្វេងមួយស្វាគមន៍សវណ្ណអ្នកថែមប្រាវនៅក្នុងឱកាសសងនៅឡើយទេសវណ្ណចាក់ថែមមកយើងទៀតទៅយកទៅគាត់លើកក្រោមមួយសងចន្ទរាបាននិយាយជើងស្ដាប់ព្រាមមួយសាច់ចន្ទរានោះព្រាមជើងឆ្វេងបាននិយាយជើងចោលកំភ្លេចថាកាប់ចានឯងមកចំពោះអស់ទៀតមកកតុយបាទបងរត់ម្ចាស់ក្លឹបវិជានឹងពេញប៉ុនសកលមុខ3បាទមានប្រាក់ឧបត្ថម្ភ 100000 បាទស្មើ1សែនស្មើនឹង 10,000 រៀលណាហើយបងប្អូនដែលស្រឡាញ់សុខភាពសុខភាពលេចបាទអញ្ជើញទៅហាត់វាយបុកហើយបុកជានៅក្លឹបសកលមុខ2យើងបន្ទុក VAT បាទម៉ាស៊ីនត្រជាក់តម្លៃតែ$3ប្រើប្រាស់ទេក្នុង1ម៉ោងបាទ$3កន្លះហើយឆ្វេងហើយកុំភ្លេចកីឡាកររបស់យើងបើសិនជាព្រួយគូប្រកួតបានសម្រាប់តំណែងដំណងទៅកាន់បង្រត់ផ្ទាល់បាទដើម្បីបានយកប្រាក់រង្វាន់ឧបត្ថម្ភអីយកប្រវត្តិនេះអបទៅគុំពីក្រោយលេខ017បាទ38 48 38ឆ្វេងមួយទៀតជាយាមរៀបខ្លួនមកស្ដាប់សវណ្ណថែមួយទៀតបាទកណ្ដាប់ដៃរៀងពុកទ្រង់ឆ្វេងមួយសងអូយ៉ាងម៉េចអូបាទចុកណាស់លោកអើយបាទញ៉ាកណ្ដាលកំពុងតែធ្វើការរាប់ហើយបាទ3 2បាទ3បាទ4 5 6 7 បែបជាមិនអាចទៅរួចទេបាទ9 10បាទគេហៅថាកម្លាំងប្រឹងថាកុំអោយចុកនៅចុកបាទនេះបាទគួនសវណ្ណឈ្នះបង្គោលក្រហមនេះចន្ទរាដោយនេះចន្ទរានឹងគេថាសន្លប់នៅក្នុងទឹកទី1